សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ DSP Learning នៅក្នុងវីដេអូនេះយើងនឹងរៀនអំពី pinyin នៅក្នុងភាសាចិនកុំឲ្យខាតពេលវេលាយូរមករៀនជាមួយនឹងខ្ញុំទាំងអស់គ្នានៅក្នុងភាសាចិនគេបែងចែក pinyin ជា4ដែលមានព្យញ្ជនៈ23តួស្រៈ24តួស្រៈផ្សំ15តួនិងស្រៈពេញតួ16តួហើយនេះគឺជាព្យញ្ជនៈចិនដែលមានចំនួន23តួឥឡូវមករៀនអានជាមួយនឹងខ្ញុំទាំងអស់គ្នាពផមហ្វតថនលកខហជីឈីស៊ី支持日子次四一五ឥឡូវយើងចូលមកកាន់ស្រៈទាំង24តួវិញម្ដងតោះមករៀនអានជាមួយនឹងខ្ញុំទាំងអស់គ្នាអាអអឺអ៊ីអ៊ូអ៊ូអាយអៃអ៊ុយអោអូយូអ៊ីអ៊ឺអរអានអិនអ៊ីនអូនអ៊ីនអាងអងអ៊ីងអងហើយនេះគឺជាស្រៈផ្សំទាំង15តួឥឡូវមករៀនអានជាមួយនឹងខ្ញុំទាំងអស់គ្នាអ៊ែអ៊ែវអ៊ៀនអ៊ាងអ៊យ៉ងអ៊វអ៊ូអ៊វៃអ៊វ៉ាន់អ៊វងអ៊ឿនយឿនវ៉ៃវ៉វ៉ាងអ្នកទាំងអស់គ្នាត្រូវចំណាំសម្រាប់ស្រៈ4ចុងក្រោយដែលមានយៀនវ៉ៃវ៉វ៉ាងស្រៈទាំង4នេះគឺមិនមែនសម្រាប់យកទៅផ្សំជាមួយនឹងព្យញ្ជនៈឬក៏ស្រៈណាផ្សេងទៀតនោះទេនៅពេលដែលយើងអានឃើញ pinyin បែបនេះនៅលើតួអក្សរណាមួយគឺយើងអានសំឡេងវាយកតែម្ដងឥឡូវយើងចូលមកកាន់ស្រៈពេញតួទាំង16វិញម្ដងហើយសម្រាប់ស្រៈពេញតួនេះគឺវាមានការអានតខ្លួនរបស់វាឧទាហរណ៍ស្រៈទី1នេះយើងអានថាជអ្នកទាំងអស់គ្នាច្បាស់ជាឆ្ងល់ហើយថាហេតុអីបានជាព្យញ្ជនៈជបូកជាមួយនឹងស្រៈអ៊ីហេតុអីយើងត្រូវអានថាជជាធម្មតាបើសិនបើយើងប្រកបព្យញ្ជនៈជបូកជាមួយនឹងស្រៈអ៊ីយើងប្រកាសជាអានថាជីត្រូវអត់ប៉ុន្តែវាមិនអញ្ចឹងទេដោយសារតែនេះគឺជាស្រៈពេញតួមិនថាវាជាព្យញ្ជនៈអីឬមួយក៏ផ្សំជាមួយនឹងស្រៈអីទេបើគេប្រាប់ថាពាក្យហ្នឹងត្រូវអានថាជអញ្ចឹងនៅពេលដែលយើងឃើញពាក្យហ្នឹងយើងត្រូវតែអានថាជដូចគ្នាយើងអាចយកស្រៈឬក៏ព្យញ្ជនៈដែលនៅជាមួយស្រៈពេញតួយកមកប្រកបបានទេដើម្បីឲ្យដឹងថាស្រៈពេញតួទាំងអស់ហ្នឹងត្រូវអានបែបណាខ្លះមករៀនអានជាមួយនឹងខ្ញុំទាំងអស់គ្នាឥឡូវខ្ញុំអានពីដំបូងទៅវិញជឈរទឈសអ៊ូអ៊ីអ៊ឺយឿនអ៊ីនអ៊ីនអ៊ីងមេរៀននៅក្នុងវីដេអូនេះសូមចប់តែប៉ុណ្ណេះបើសិនជាបងប្អូនទាំងអស់គ្នាមានចម្ងល់អ្វីអាចខមមិននៅខាងក្រោមវីដេអូនេះបានសូមអរគុណចំពោះការចូលរួមទស្សនាវីដេអូរបស់ខ្ញុំទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយ再见